ភាពយន្តឯកសារដែលមានចំណងជើងថាកុំស្មានបងភ្លេចដែលរំលឹកអំពីប្រវត្តិដូរតន្ត្រីរ៉ុកខ្មែរនៅយុគសម័យមាសនៃបទចម្រៀងខ្មែរមុនសម័យខ្មែរក្រហមធ្វើឲ្យអ្នកទស្សនាកាន់តែមានមោទនភាពហើយកោតសរសើរស្នាដៃនិពន្ធខ្មែរពិតៗដែលបង្កប់អត្ថន័យជ្រាលជ្រៅលោកមិញសុធីវ៉ាន់ជាអ្នកតែងបទភ្លេងបទចម្រៀងតារាចម្រៀងជើងចាស់ក្រោយសម័យខ្មែរក្រហមមានប្រសាសន៍ថាមោទនភាពរបស់ជនជាតិខ្មែរមានចំពោះបទចម្រៀងនៅយុគសម័យតន្ត្រីមាសនោះហើយដែលធ្វើឲ្យចម្រៀងសម័យនោះមិនស្លាប់ថ្មីបើម្ចាស់បទចម្រៀងលាចាកលោកទៅហើយក្តីមិនក៏បទពីដើមមានឥទ្ធិពលនោះគឺសិល្បករជំនាន់នោះអ្នកសរសេរក៏មានចំណេះដឹងពងពោះអ្នកច្រៀងក៏មានចំណេះដឹងពងពោះអ្នកស្ដាប់ក៏មានចំណេះដឹងពងពោះចំណុចសំខាន់សម្រាប់ដែលយើងនឹកបទនឹងតាំងពីដើមរហូតដល់បច្ចុប្បន្នទី1គឺយើងមិនចម្លងគេបទដែលយើងនិពន្ធសុទ្ធសាធដោយស្នាដៃកូនខ្មែរយើងពិតប្រាកដធ្វើឲ្យបទនោះដែលមជ្ឈដ្ឋានទូទៅដែលទទួលស្គាល់ថាជាបទរបស់យើងអញ្ចឹងយើងនាំគ្នារក្សានៅអ្វីដែលជាបទរបស់យើងរហូតដល់បច្ចុប្បន្នដល់បទបច្ចុប្បន្ននេះដែលចម្លងនោះយើងតែមានចិត្តថាអូចម្លងទេអញ្ចឹងវារសាត់ឆាប់ពីតិចយើងឆាប់ពីអារម្មណ៍យើងភ្លាមបាទThere is a saying in Cambodia, music is the soul of a nation. ក្រោយពីទស្សនាខ្សែភាពយន្តឯកសាររឿងកុំស្មានបងភ្លេចនិងការប្រគំតន្ត្រីរបស់អតីតតារាតន្ត្រីរ៉ុកខ្មែរជើងចាស់លោកទីដួងទស្សនិកជនមកពីរដ្ឋវិជ្ជាថ្លែងថា I feel like seeing the performers live បានឃើញការសម្ដែងនេះដោយផ្ទាល់មិនត្រឹមតែធ្វើឲ្យខ្ញុំមានមោទនភាពអំពីខ្មែរទេតែថែមទាំងធ្វើឲ្យខ្ញុំដឹងថាខ្ញុំខ្វះការយល់ដឹងអំពីរឿងនេះខ្ញុំចងចាំពេលខ្ញុំនៅក្មេងនៅស្រុកខ្មែរហើយខ្ញុំមានមោទនភាពថាខ្ញុំមកពីកម្ពុជាស្ដាប់ស្នូទឹកភ្លៀងលោកស៊ីនសេតកុលចៅប្រុសរបស់អធិរាជសម្លេងមាសស៊ីនស៊ីសមុទ្របានចូលរួមក្នុងកម្មវិធីនេះជាកិត្តិយសតំណាងឲ្យជីតារបស់លោកមានស្នេហ៍បាភ័យមករកស្ដាប់ស្នូក៏ឆ្លងឆ្លើយនឹងទឹកលោកស៊ីនសេតកុលបានប្រាប់ BOA ថាអ្វីដែលថាគាត់ធ្វើពីមុនមកហ្នឹងណាបាទឃើញថាខ្មែរកាន់ល្អបាទលោកសម្បានណាបាទជាមោទនភាពចំពោះខ្លួនខ្ញុំក៏ដូចជាជាតិទាំងមូលតែម្ដងបាទពីព្រោះយកមកនេះគឺបង្ហាញឲ្យគេដឹងឲ្យគេឮថាកម្ពុជាយើងខ្មែរយើងណាមានតន្ត្រីបាទហើយមកលេងបទខ្មែរហ្នឹងឲ្យគេស្ដាប់ឲ្យជនជាតិបរទេសស្ដាប់បាទឃើញថាសប្បាយចិត្តអញ្ចឹងជាមោទនភាពចំពោះខ្ញុំអញ្ចឹង When I did City of Ghosts with Matt, we were there for 3.5 months. លោក John Pierosi ផលិតករខ្សែភាពយន្តរឿងកុំស្មានបងភ្លេចបានប្រាប់ BOA ថាក្រោយពេលលោកបានស្ដាប់ចម្រៀងតន្ត្រីរ៉ុកខ្មែរសម័យដើមលោកដុសគំនិតចង់បង្ហាញប្រវត្តិសាស្ត្រខ្មែរតាមរយៈតន្ត្រីរ៉ុកខ្មែរដែលសឹងតែបាត់បង់ទៅហើយនោះ When I went to Cambodia the first time and learned about the modern history of the country, it was very ពេលខ្ញុំទៅប្រទេសកម្ពុជាលើកដំបូងខ្ញុំដឹងអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសនេះហើយវាទាក់ទាញអារម្មណ៍ខ្ញុំណាស់ខ្ញុំគិតថាថតកុនតែអំពីរឿងនេះទេតែពេលខ្ញុំឮតន្ត្រីរ៉ុកខ្មែរវាកន្ត្រាក់អារម្មណ៍ខ្ញុំណាស់ដូច្នេះខ្ញុំក៏បញ្ចូលគំនិតទាំងពីរនេះរឿងនេះបង្ហាញអំពីតន្ត្រីខ្មែរហើយក៏ឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រប្រទេសនេះដែរ I think one of the things I really remembered that struck me the most was just Rosarie Satia's voice រឿងមួយដែលដកក្នុងអារម្មណ៍របស់ខ្ញុំគឺសំឡេងរបស់អ្នកស្រី Rosarie Satia ដែលជាសំឡេងពិសេសគ្មានពីរ
តន្ត្រីនិងបទចម្រៀងបម្រើសង្គមហើយក៏មានឥទ្ធិពលលើសង្គមខ្លាំងដែរលោកមិញសុទ្ធីវ៉ាន់ត្រូវបានខ្មែរអាមេរិកាំងដាក់រហស្សនាមថាម្ចាស់បទលក់ស្រែចូលបាជាចម្រៀងដែលអប់រំកុំឲ្យអ្នកស្ដាប់ភ្លើតភ្លើនភ្លេចខ្លួនលក់ទ្រព្យសម្បត្តិគេអាករអាឡែងតែសបាយរីករាយនៅក្នុងការចូលណាយក្លឹបភ្លេចប្រពន្ធកូនជាដើមពេលនោះហើយធ្វើឲ្យសុភមង្គលតែងតែបាត់បង់ទ្រព្យសម្បត្តិក៏តែងតែបាត់បង់កន្លែងហ្នឹងជាការអប់រំមួយធ្វើឲ្យយ៉ាងណាយើងសបាយគឺតែងមានលីមីតធ្វើឲ្យយើងញាក់លឹកអូបាទនេះហួសហេតុពេកបាត់សុភមង្គលហួសហេតុពេកលក់ស្រែលក់គេអាករអស់រលីងធ្វើឲ្យយើងញាក់ខ្លួននេះជាបទមួយដែលល្អបំផុតហើយបទនោះរហូតដល់បច្ចុប្បន្នតែងតែមានអ្នកគ្រប់គ្រងខ្ញុំយ៉ាងច្រើនជាពិសេសអ្នកនៅសហរដ្ឋអាមេរិកតែម្ដងឲ្យតែឃើញមកខ្ញុំគេថាអូអ្នកលក់ស្រែចូលបានមកដល់ហើយអញ្ចឹងរហស្សនាមរបស់ខ្ញុំគឺម្ចាស់បទលក់ស្រែចូលបាខ្ញុំលើកបន្តិចចុះប្រពន្ធនឹងភ្លើងស្រីពលនឹងភ្លេងខ្ញុំឈួតអ្នកឯងពលស្រីពលស្រាបាទហ្នឹងបាទបាទឥឡូវយើងចូលដល់រ៉ូហ្វ្រាំងណាមើលនោះអ្នកភ្លេងលេងជារបរឯស្រីល្អក៏មានសម្រស់អ្នកមានដុល្លារចាយឥតស្រណងឯខ្ញុំឈួតស្មោះលក់ស្រែចូលបាទចូលយ៉ាងវិញទៅបទចម្រៀងនេះចេញនៅពេលដែលដីធ្លីនៅប្រទេសកម្ពុជាចាប់ផ្ដើមមានចរន្តទីផ្សារនិងរងកសាលនិងមានបញ្ហាទំនាស់ដីធ្លីដូចបច្ចុប្បន្ននេះអ្នកនយោបាយបានប្រើមធ្យោបាយធ្វើឲ្យក្រុមអ្នកចម្រៀងអ្នកភ្លេងតែងបទភ្លេងបម្រើរបបនយោបាយរបស់ខ្លួនអ្នកគាំទ្រខ្សែភាពយន្តរឿងកុំស្មានបងភ្លេចបាននិយាយថារដ្ឋាភិបាលគួរតែទុកឲ្យអ្នកចម្រៀងនិងអ្នកភ្លេងមានសេរីភាពក្នុងការបម្រើសង្គមអ្នកនាងសាឌីរ៉ាបេនជជាកូនកាត់ខ្មែរអាមេរិកាំងម្នាក់ថ្លែងថា I don't think that's a good thing, the emergence of both of those, because it's very politically driven. ខ្ញុំគិតថាមិនល្អទេបញ្ចូលនយោបាយក្នុងចម្រៀងព្រោះនយោបាយនឹងអូសទាញតែអ្នកចម្រៀងអ្នកភ្លេងគួរតែឯករាជ្យតែនិពន្ធតាមចិត្តរបស់គេតែគេហាក់ដូចជាអត់ជំរឿគេត្រូវបម្រើនយោបាយដើម្បីរស់វាមានជាទូទៅក្នុងប្រវត្តិសាស្ត្រវាមានប្រសិទ្ធភាពលៀងខួរក្បាលអ្នកខ្លះតែអ្នកខ្លះយល់ថាវាមិនត្រូវទេដោយដែលគេបាននិយាយក្នុងខ្សែភាពយន្តនេះអ្នកចម្រៀងក៏ដូចជាតារាកំប្លែងដែរត្រូវអ្នកនយោបាយខ្មែរជាច្រើនចំនួនប្រើប្រាស់ឲ្យបម្រើនយោបាយរបស់ខ្លួនអ្នកចម្រៀងអ្នកភ្លេងនិងតារាកំប្លែងខ្លះត្រូវអ្នកនយោបាយបំពាក់ឋានន្តរស័ក្តិជាន់ខ្ពស់ដែលមិនគួរឲ្យជឿបទចម្រៀងក៏មានឥទ្ធិពលឆ្លងប្រទេសដែរឧទាហរណ៍ក្នុងរបបលោកលន់ណុលដែលធ្វើរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកបទចម្រៀងអាមេរិកាំងបានជ្រាបចូលសង្គមសម័យនោះជាពិសេសចម្រៀងរបស់ក្រុម Hippies Give me the music I'll dance ឯងនាងជាថ្ងៃអាទិត្យឯងនាងជាថ្ងៃអាទិត្យបងក៏ថានឹងនាំទៅតែរងអាគូពួកអ្នកសមាយហៅពួក hippie ខ្មែរក្រហមបានសម្លាប់ជនជាតិខ្មែរជិត2លាននាក់តែខ្មែរក្រហមមិនអាចសម្លាប់តន្ត្រីរ៉ុកខ្មែរយុគសម័យមាសនោះបានឡើយតន្ត្រីរ៉ុកខ្មែរត្រូវលាក់ខ្លួនក្នុងបេះដូងពលរដ្ឋខ្មែរនៅរបបខ្មែរក្រហមដែលមានតែបទចម្រៀងបម្រើបដិវត្តតែប៉ុណ្ណោះអ្នកនាងសាឌីរ៉ាបេនជពេញចិត្តដូចគ្នាចំពោះតារាទាំងអស់ក្នុងកម្មវិធីនេះហើយអ្នកនាងពិបាកសម្រេចថាពេញចិត្តមួយណាជាងគេ And you know everyone is like so touching in a different way. គ្រប់គ្នាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ផ្សេងគ្នាអ្នកដឹងទេពេលគេពណ៌នាអូវាចាប់អារម្មណ៍ខ្ញុំយ៉ាងនេះឬយ៉ាងនោះដូច្នេះខ្ញុំមិនអាចសម្រេចថាខ្ញុំចូលចិត្តអ្នកណាជាងគេទេអូចម្រៀងដែលធ្វើឲ្យខ្ញុំរំជួលចិត្តបំផុតគឺអោភ្នំពេញអើយពេលឮចម្រៀងនេះយើងនឹកឃើញអំពីអ្វីដែលបានកើតឡើងអ្វីដែលគ្រប់គ្នាបានឆ្លងកាត់ខ្ញុំរំជួលចិត្តបំផុតពេលឮបទនេះភ្នំពេញអើយ3ឆ្នាំ
ទស្សនិកជនបានសម្ដែងការអបអរនិងកោតសរសើរខ្សែភាពយន្តរឿងកុំស្មានបងភ្លេចដែលកំពុងបន្តបញ្ចាំងនៅតាមរដ្ឋជាច្រើនទៀតនៅសហរដ្ឋអាមេរិករាយការណ៍ពីរោងភាពយន្ត AFI ក្នុងទីក្រុង Silver Spring រដ្ឋ Maryland ខ្ញុំ Limo Rivan VOA